Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំពូវ៉ាទៀតហើយថ្ងៃនេះខ្ញុំមកលេងហ្គេម Trocker of Europe 3ទៀតហើយគ្នាយើងមកហើយដល់ឡានយើងថ្ងៃនេះដែរគឺយើងលេងឡានកាកនឹងហើយគ្នាយើងគឺដោយសារតែខ្ញុំទៅលេងថ្ងៃហ្នឹងទេអញ្ចឹងគឺឡាននឹងវាកាកខ្លាំងមែនតើមកហើយថ្ងៃហ្នឹងខ្ញុំធ្វើការដឹកទំនិញដឹកទូគ្នាយើងដឹកឧបមាថាដឹកពីពងសំទៅភ្នំពេញហ្នឹងហើយឡានយើងថ្ងៃហ្នឹងគឺយើងលេងបែបឈៀលហើយបើចង់ដឹងថាតាមផ្លូវជួបឧបសគ្គនឹងរឿងអ្វីខ្លះតោះតាមដានវីដេអូនឹងទាំងអស់គ្នាហើយផ្លូវហ្នឹងខ្ញុំហៅថាផ្លូវកវ៉ាត់ក្រុងគ្នាយើងទៅមុខលបាក់ជា1គីឡូដីជាងទៀតដងផ្លូវបត់ស្ដាំឡើងសម្រាប់ផ្លូវឡើងទៅផ្លូវលបឿនលឿនផ្លូវកវ៉ាត់ក្រុងលបឿនលឿនណាគ្នាយើងលបាក់ជា1គីឡូជាងទៀតដល់ផុតស្ពានទៅ100ម៉ែត្រឥឡូវនេះយើងហួសស្ពានហើយតិចទៀតដល់ផ្លូវបត់ស្ដាំហើយនេះផ្លូវនៅមុខផ្លូវហ្នឹងរៀងតូចទៀតនឹងបាក់បត់ឡាននេះផ្លូវទូចមួយមកហើយឧទាហរណ៍ថាមានឡានគេមកពីមុខអីនេះផ្លូវទូចផ្លូវមួយឡានយើងនេះយើងផ្លូវឡើងទួលរៀងបាក់ឡើងតិចហើយឥឡូវយើងបន្ទាប់ពីឡើងពីផ្លូវកវ៉ាត់ក្រុងទី1នឹងមកយើងមកដល់ផ្លូវនេះខ្ញុំហៅថាផ្លូវកវ៉ាត់ក្រុងទី2ទៅដល់មុខលបាក់ជា1គីឡូជាងទៀតដល់ផ្លូវបត់ស្ដាំទៀតគ្នាយើងដល់បើផ្លូវបត់ស្ដាំដើម្បីឡើងទៅនេះឡើងទៅផ្លូវលបឿនលឿនផ្លូវនេះស្រួលជាផ្លូវកវ៉ាត់ក្រុងវាតែប៉ុណ្្នឹងឯងវារៀងថ្មតិចនេះផ្លូវបត់ស្ដាំឥឡូវយើងបត់ស្ដាំដើម្បីឡើងទៅផ្លូវលបឿនលឿនតែផ្លូវនេះរៀងអែមជាងផ្លូវមិញឡើងទួលផ្លូវនេះចុះទួលអារឿងចុះទួលបើកឡានកាច់ហ្នឹងជំនាញរបស់ខ្ញុំឯអ្នកគ្នាអូឡាននោះដឹកលីលើស្អាតដឹកតាមផ្លូវឥឡូវយើងកាច់សិនយើងកាច់ឡើងមកតែផុតផ្លូវកវ៉ាត់ក្រុងគឺយើងឡើងទៅដល់ផ្លូវលបឿនលឿនតែម្ដងដល់ពេលឡើងទៅដល់ផ្លូវលបឿនលឿនគឺយើងនឹងដល់កន្លែងបង់លុយឡើងលបឿនលឿនអញ្ចឹងណាបង់លុយប្រហែលទេនេះដូចជាបង់លុយ100បង់លុយអស់100ឥឡូវយើងចូលក្រោមស្ពាននេះសិនចាស់ហ៊ានតាក់បន្តិចឥឡូវយើងជិះមកផុតផ្លូវទូចហ្នឹងគឺយើងនឹងដល់ផ្លូវនោះតែម្ដងស្រឡាញ់តែផ្លូវឡើងទួលឡើងតឹងជើងងាហើយខ្ញុំទឹកដៃស្ទើក៏មិនដឹងឡើងតឹងជើងងាតែបើឡើងលឿនជាងនេះតិចទៀតទូរស័ព្ទខ្ញុំតាក់មកទូរស័ព្ទខ្ញុំតាក់លេងអីកើតឥឡូវយើងឡើងមកដល់យើងឡើងផុតផ្លូវយើងឡើងចាប់តាមចូលផ្លូវលបឿនលឿនណានេះយើងបានចូលផ្លូវលបឿនលឿនហើយឥឡូវនេះយើងតាមមានមកករណីគ្នាឡើងផ្លូវលបឿនលឿនប្រហែលហ្នឹងគេថាខ្ញុំឡើងខ្ញុំត្រូវឈប់ទេតែដល់ពេលគេបើកមកគេខ្ជិលនៅវែងឆ្ងាយយើងក៏បើកបន្តដំណើរទៅមុខទៀតជឿញ៉ៃឥឡូវបន្ទាប់ពីកន្លែងគេគ្នានឹងមកខ្ញុំជិះលបាក់ជាចិត្ត20-30គីឡូឲ្យគ្នាយ៉ាងមក
ហើយឡើយនេះយើងក៏ចិត្តដល់កន្លែងដែលយើងត្រូវបង់លុយផ្លូវល្បឿនលឿនដែរចិត្តដល់កន្លែងបង់លុយឡើងផ្លូវល្បឿនលឿនណាតិចទៀតដល់មកជា10-20 ឡូទៀតដល់មកគេទៅនឹងវូឯងឡានទួយឯងឡានធំយើងបើឡានធំយើងរៀងយឺតតិចគេឡានទៅវូទៅអស់លឿនពេកវាមិនកាត់ឡានយើងនេះហើយឥឡូវនេះយើងក៏បានមកដល់កន្លែងដែលយើងត្រូវបង់លុយផ្លូវល្បឿនលឿនណានេះយើងបានមកដល់ហើយនេះមកមើលផ្លាកលើកៅជីមែន20មើលច្បាស់កៅជី20យើងជិះ30លើលើគេបន្តិចច្រកគេលុយណាមានអីem làច្រកគេថ្លឹងជីងយើងថ្លឹងជីងយកលុយអត់អូនោះច្រកអាហ្នឹងគាត់យើងទៅដល់គេបង់លុយហ្នឹងអស់100បង់លុយរួចអស់100ចយអើយតែមិននឹងស្អីហោះអស់100បាត់តោះឥឡូវយើងឡើងពីផ្លូវល្បឿនលឿនដើម្បីធ្វើដំណើរទៅឃ្លាំងដែលយើងត្រូវតម្លាក់អវ៉ាន់បញ្ញាប់យកលុយមកវិញអត់ការទេហើយឥឡូវនេះយើងឡើងផ្លូវល្បឿនលឿនតាមប្រមាណហងដួលភីងមួយបាត់ហើយអ្នកនេះបាទគឺដោយសារតែអាឡានបុកនេះបើយឺតពេកផ្លូវល្បឿនលឿនខ្ញុំចាំកាល150បញ្ញាប់ធ្លាក់អវ៉ាន់ដល់កិច្ចអាមុខអត់តន់ផាច់មានអីទៀតមើលបាសជើងជ្រៅហើយឥឡូវយើងចំណាយ750ដើម្បីស្ទូចបានឲ្យឈរវិញដើម្បីទៅដឹកអវ៉ាន់តទៀតមើលទេសភាពរបស់ Q ដល់ឡានឡើងទូលយើងបើយើងយឺតតិចទៅសារឡានយើងធ្ងន់តែសារ graphic ឡាននេះអែមណាgraphic ឡាន graphic game និយាយយូរចឹងតែដិតជាប់មាត់នេះអែមមើលមេដូចមេមែនតើណានឹងកប់សេរីដែរហ្នឹងហើយវីដេអូយើងប្រហែលជាមានតែប៉ុណ្្នឹងឯងគ្នាយើងដោយសារតែនៅមុខទៀតជាអត់យូរទៀតទៅដល់មុខបន្តិចទៀតយើងដល់កន្លែងនេះយើងត្រូវធ្លាក់អវ៉ាន់ហើយអញ្ចឹងណាហើយដោយសារតែកន្លែងធ្លាក់អវ៉ាន់ហ្នឹងវាទូចពេកពិបាកបត់ឡែនយើងខ្ជិលថតឲ្យអ្នកគ្នាមើលដោយសារតែដល់ស្រាប់ហើយយើងថតផងហើយហើយឥឡូវនេះយើងបានមកដល់កន្លែងច្រកចេញផ្លូវល្បឿនលឿនគ្នាយើងមកដល់ច្រកនេះគឺយើងត្រូវបង់លុយមួយសារទៀតអស់100ទៀតហើយកន្លែងដែលយើងត្រូវតម្លាក់អវ៉ាន់តិចគឺយើងចុះតែពីមកផ្លូវហ្នឹងយើងចុះតែបន្តិចទេយើងចេញតែពីមកផ្លូវហ្នឹងបន្តិចមកគឺយើងនឹងដល់កន្លែងដែលយើងត្រូវតម្លាក់អវ៉ាន់ហ្នឹងតាមម្ដងឥឡូវយើងឆ្លងកាត់ឡាននេះសិនមកបងអង្គល្បឿនទេហើយអរគុណច្រើនគ្នាយើងសម្រាប់ការតាមដានវីដេអូមួយនេះណាអរគុណច្រើនជួយចុច Subscribe ខ្ញុំមួយផងបាយបាយ